របៀបធ្វើឆាមាន់ញ៉ាំងើក៏ពិតគឺធ្វើអញ្ចឹងសោះនិយាយពីថាទំនងដល់ហើយណាមកសាកច្នៃធ្វើទាំងអស់គ្នាអ្នកដែលដឹងវិធីសាស្ត្រធ្វើឆ្ងាញ់អីចាំជួយខមមិនចែកម្លែកប្រាប់ផងសំខាន់ណាស់អូឆាញ់ងើប្រពន្ធខ្ញុំថ្ងៃនេះនិយាយពីថាទំនងអស់យ៉ាងអូមកទេសដាក់មកនិយាយពីថាអូបាយដឹងតែមួយឆ្នាំងទៀតហើយអ្នកមើលគេស្រក់ទាំងមាត់ហើយដឹងថ្ងៃនេះអូមកធ្វើមាន់ឆាណាំងើហើយថ្ងៃនេះដែរសូមណែនាំផលិតផល Good Chef ដែលមានទឹកប្រេងខ្យង Oyster Good Chef និងទឹកប្រេងខ្យង Oyster បួស Good Chef ទឹកប្រេងខ្យង Oyster Good Chef រសជាតិ Oyster ស្រស់ឈ្ងុយឆ្ងាញ់ហើយស័ក្តិសមណាស់សម្រាប់មុខម្ហូបឆាប្រឡាក់និងទឹកជ្រលក់ដែលជួយបង្កើនរសជាតិមុខម្ហូបរបស់យើងឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់មាន Good Chef នៅផ្ទះចម្អិនឆ្ងាញ់ដូចមេចុងភៅហើយផលិតផល Good Chef ជាផលិតផលដែលមានគុណភាពខ្ពស់មកពីប្រទេសចិនបងប្អូនក៏អាចរកជាវទិញបានទឹកប្រេងខ្យង Oyster Good Chef នៅផ្សារទំនើប Lucky និងទីផ្សារនានាទូទាំងប្រទេសឥឡូវយើងមកតាមដានវិធីធ្វើមាន់ឆាណាំងើរបស់យើងម្ដងចំពោះមាន់ខ្ញុំយកមកដាក់លាងជាមួយនឹងអំបិលច្របាច់ក្រូចឆ្មាចេញមកដើម្បីឲ្យជួយកាត់ក្លិនហើយបន្ទាប់មកយើងចាប់ផ្ដើមយកមាន់របស់យើងនឹងយកមកលាងជាមួយនឹងទឹកស្អាតពីទឹកទៀតហើយកុំភ្លេចមើលបោចរោមកាត់កញ្ចក់កាត់អីឲ្យអស់មកហើយបន្ទាប់ពីយើងលាងសម្អាតមាន់របស់យើងស្អាតរួចរាល់អីហើយចាប់ផ្ដើមទុកមាន់របស់យើងឲ្យរៀងស្រក់ទឹកបន្តិចសិនណាហើយយើងចាប់ផ្ដើមមកធ្វើគ្រឿងរបស់យើងម្ដងគ្រឿងរបស់យើងមានណាំងើនេះគឺបងប្អូនគាត់យកមកឲ្យនិយាយពីថាល្អណាគាត់ធ្វើគឺណាំងើគាត់ធ្វើបានឆ្ងាញ់ណាហើយក្លិនឡើងឈ្ងុយហ្មងហើយក្នុងវិញឡើង collagen ហ្មងហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកបុកខ្ទឹមបុកម្ទេសហើយយើងចាប់ផ្ដើមមកមើលគ្រឿងផ្សំមាន់ឆាណាំងើរបស់យើងម្ដងមានស្ករប៊ីចេងម្សៅស៊ុបទឹកត្រីទឹកប្រេងខ្យង Oyster Good Chef របស់យើងចឹងមកហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកកាប់មាន់យើងពុះមាន់ជា3ចេះមកដើម្បីងាយស្រួលក្នុងការកាប់ហើយខ្ញុំកាប់រៀងទំហំរៀងត្រឹសតិចយាយព្រោះដោយសារខ្ញុំយកមាន់ហ្នឹងទៅបំពងមកតង់ទៀតហើយបន្ទាប់ពីយើងកាប់មាន់កាប់អីរួចរាល់អីហើយយើងចាប់ដើមមកដាក់ខ្លាញ់ដើម្បីបំពងមាន់របស់យើងមើលតែខ្លាញ់ក្តៅហើយយើងចាក់មាន់របស់យើងចូលចាក់មាន់ហើយខ្ញុំដាក់បំពងឲ្យមាន់របស់យើងរៀងក្រៀមបន្តិចហើយចំពោះមាន់ឆាណាំងើនេះបើសិនជាបងប្អូនអត់ចង់យកមកបំពងក៏បានដែរតែនៅពេលដែលយើងយកបំពងបែបនេះគឺធ្វើឲ្យមាន់របស់យើងគឺមានក្លិនឈ្ងុយបាត់ក្លិនបាត់អីហើយញ៉ាំឆ្ងាញ់ណាហើយបន្ទាប់ពីយើងបំពងមាន់អីយើងរួចរាល់អីហើយយើងចាប់ផ្ដើមមកដាក់លីងខ្ទឹមសខ្ទឹមក្រហមមើលតឡើងឆ្អិនហើយចាំយើងចាក់ម្ទេសហើយនឹងខ្ទឹមដែលយើងបានបុកនឹងចូលលីងឲ្យឡើងឈ្ងុយហើយចាំថែមជាមួយនឹងស្ករក្រហមម្សៅស៊ុបប៊ីចេងទឹកត្រីហើយកុំភ្លេចជាមួយនឹងទឹកប្រេងខ្យង Oyster Good Chef របស់យើងនិយាយថាក្លិនឡើងឈ្ងុយហ្មងបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់សាច់របស់យើងចូលហើយថែមជាមួយនឹងណាំងើរបស់យើងណាត្រឡប់ចុះត្រឡប់ឡើងបន្តិចមកគឺរួចរាល់ហើយយើងអត់ភ្លេចទេថែមជាមួយនឹងម្ទេសនិយាយថាក្លិនឡើងឈ្ងុយហ្មងគ្រឿងខាំជាមួយនឹងសាច់មាន់របស់យើងគឺមានជាតិណាស់ហើយមាន់ឆាណាំងើនេះខ្ញុំឆាឲ្យមានទឹកឯងគឺខ្ញុំឆារៀងស្ងួតណាបានយើងញ៉ាំទៅឆ្ងាញ់និយាយថាអូយមើលពណ៌ឡើងទំនងណាក្លិនឡើងឈ្ងុយហ្មងគ្រឿងខាំជាប់ជាមួយនឹងសាច់ឆ្ងាញ់ណាមានជាតិហ្មងហើយមាន់ឆាណាំងើនេះធ្វើជាគ្រឿងក្លែមក៏បានញ៉ាំជាមួយបាយក៏ត្រូវដែរបាយក្តៅហុយចេះមកដាក់ជាមួយនឹងមាន់ឆាណាំងើរបស់យើងមកអូយអែមណាដឹងតែដេកសក់ទឹកមាត់ទៀតហើយចង់ឲ្យចម្អិនម្ហូបអ្វីនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ